បើចង់ដើរនៅក្នុងពិភពលោកដោយគ្មានឧបសគ្គអ្វីត្រូវសម្លៀងថ្មីមាត់ឲ្យមុតមនុស្សនៅក្នុងពិភពលោកមានច្រើនប្រភេទមានចរិតខុសៗគ្នាមានសង្គមធុរកិច្ចខុសពីសង្គមកសិកម្មសម្ព័ន្ធភាពរវាងមនុស្សនៅក្នុងសង្គមកសិកម្មតូចចង្អៀតណាស់អ្នកណាជាមនុស្សបែបណាសុទ្ធតែដឹងទាំងអស់ប៉ុន្តែនៅក្នុងសង្គមធុរកិច្ចវិញមានទំនាក់ទំនងទូលំទូលាយដូច្នេះត្រូវជួបនឹងមនុស្សប្លែកមុខឬមនុស្សដែលមិនស្និទ្ធស្នាលជាញឹកញាប់នៅក្នុងការនិយាយស្ដីបើចេះមើលមុខមើលក្រោយស្គាល់ពីកលៈទេសៈមានថ្មីមាត់ដោយជួបមនុស្សនិយាយភាសាមនុស្សជួបខ្មោចនិយាយភាសាខ្មោចរមែងបានទទួលប្រយោជន៍ជាច្រើនដូច្នេះក្រុមហ៊ុនធុរកិច្ចធំៗរមែងយកវិធីបង្រៀនសិល្បៈក្នុងការនិយាយធ្វើជាកម្មវិធីអប់រំបុគ្គលិករបស់ក្រុមហ៊ុនមានរឿងដែលតាក់ទងទៅនឹងអ្នកលក់បាននិយាយថាមានអ្នកលក់ម្នាក់ពូកែលក់ទំនិញជាមិត្តរួមការងាររបស់គេគ្រប់គ្នាទាំងអស់ឃើញដូច្នេះមានគេមកសួរតិចនិចពីគាត់ហើយគាត់ប្រាប់ថាគ្មានអ្វីពិសេសទេពេលដែលខ្ញុំទៅលក់ទំនិញបើជួបនឹងស្ត្រីមេផ្ទះខ្ញុំនឹងសួរថាអ្នកនាងតើអ្នកម៉ាក់នៅឬទេបើថ្មីមាត់បូករួមជាមួយនឹងភាពឆ្លាតវៃនោះគឺប្រៀបដូចជាខ្លាដុះស្លាប់រមែងធ្វើដំណើរនៅក្នុងពិភពលោកដ៏ទូលំទូលាយបានយ៉ាងស្រួលទោះបីជាអ្នកប្រាជ្ញខុងជឺធ្លាប់និយាយថាមនុស្សសម្ដីពីរោះពូកែអែបអបនិងពូកែបញ្ចុះបញ្ចូលគឺជាមនុស្សដែលគ្មានគុណធម៌ប៉ុន្តែនៅក្នុងវិស័យធុរកិច្ចការនិយាយបញ្ចុះបញ្ចូលនិងពូកែអែបអបគឺជាឱសថដ៏វិសេសដែលជួយឲ្យលក់ដាច់មានមនុស្សសង្កេតឃើញថានៅកន្លែងដែលមានមនុស្សលោកខាងកើតនិងលោកខាងលិចនៅជួបជុំគ្នាហើយពួកលោកខាងលិចហ៊ានបញ្ចេញយោបល់ច្រើនជាងពួកលោកខាងកើតហើយនៅក្នុងក្រុមលោកខាងកើតដូចគ្នានោះជនជាតិជប៉ុនហ៊ាននិយាយនិងហ៊ានបញ្ចេញយោបល់ជាងជនជាតិចិនការហ៊ាននិយាយនិងហ៊ានបញ្ចេញយោបល់រមែងមានសិទ្ធិនិងអំណាចច្រើនជាងការមិនហ៊ាននិយាយនិងមិនហ៊ានបញ្ចេញយោបល់គឺជាអត្តចរិតដែលបានមកពីពាក្យព្រានប្រដៅបុរាណចិនដែលថាការនៅស្ងៀមគឺជាមាសនៅក្នុងសង្គមដែលបើកចំហបច្ចុប្បន្ននេះការបើប្រកាន់យកពាក្យព្រានប្រដៅនេះមកធ្វើជាគោលការណ៍ក្នុងការរស់នៅនោះនឹងចាញ់ប្រៀបគេជាមិនខានដូច្នេះចូលសម្លៀងថ្មីមាត់ឲ្យមុតសារជាងដើម្បីអាចរស់នៅក្នុងពិភពលោកដ៏ស្មុគស្មាញនេះបាន